ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបធ្វើប្រហិតបំពងនិងរបៀបធ្វើទឹកជ្រលក់ប្រហិតធ្វើពីអំបិលទុំដែលមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់ប្រហិតរបស់យើងថ្ងៃនេះគឺខ្ញុំប្រើម៉ាកនេះបងបងបើសិនជាបងបងប្រើម៉ាកផ្សេងក៏បានដែរតែថ្ងៃនេះខ្ញុំទិញម៉ាកនឹងយកមកពីផ្សារចំនួន1ថង់ប៉ុន្តែខ្ញុំអត់ជឿទាំងអស់ឲ្យបងបងខ្ញុំបំពងវាត្រឹមតែ10ប្រហិតទេបងបងឥឡូវនេះខ្ញុំចាប់ផ្ដើមកាត់ប្រហិតរបស់យើងដាក់ចូលក្នុងចានមួយឡាយហើយបកថង់វាអស់ហើយបងបងក្រោយពីយើងបកថង់ប្រហិតរបស់យើងម្ដងមួយអស់ហើយខ្ញុំចាប់ផ្ដើមយកប្រហិតរបស់យើងមកឆូតវាទាំងសងខាងបងបងដូចគេឆូតក្នុង TikTok ប្រហិតនឹងដែរគេអនត្រេនមួយរយៈឲ្យបងបងប៉ុន្តែថ្ងៃនេះខ្ញុំទៅតែទំនេរបានសាក់ធ្វើបងបងហើយបងបងចង់ដាក់ចង្កឹះឆូតដូចគេក៏បានដែរប៉ុន្តែថ្ងៃនេះខ្ញុំមានកំបិតរៀងតូចតែខ្ញុំមិនបាច់ដាក់ចង្កឹះទេខ្ញុំធ្វើអញ្ចឹងងាយស្រួលជាងយើងធ្វើការឆូតប្រហិតរបស់យើងសងខាងពីមួយទៅមួយរហូតបានអញ្ចឹងបងបងតែកុំឲ្យដាច់ណាបងបងប្រើកំបិតរៀងធំជាងខ្ញុំវាអាចនឹងដាច់ចំណែកឯគ្រឿងផ្សំរបស់យើងថ្ងៃនេះវិញគឺមានដូចជាខ្ទឹមសខ្ទឹមក្រហមម្ទេសហើយស្ករត្នោតហើយនិងទឹកអំពិលទុំចំនួន3ស្លាបព្រាបាយបន្លែរបស់យើងវិញថ្ងៃនេះខ្ញុំប្រើពីមុខបងគឺត្រសក់ហើយនិងជីប្រសិនបើបងបងចូលចិត្តស្ពៃក្តៅក៏ដូចជាបន្លែផ្សេងៗក៏អាចដាក់ទៅតាមចំណង់ចំណូលចិត្តរបស់បងបានដែរឥឡូវនេះយើងមកចាប់ផ្ដើមដាក់ទៅហើយចាក់ទៅឆាយើងឲ្យបានក្តៅបងហើយយើងមកបំពងប្រហិតរបស់យើងទៅពេលដែលយើងដាក់ប្រហិតចូលយើងបន្ថយភ្លើងបន្តិចបងដើម្បីកុំឲ្យវាខ្លោចក្រោយពីយើងមើលឃើញថាប្រហិតរបស់យើងវារៀងក្រៀមម្ខាងហើយបងចាប់ផ្ដើមប្រែវាមកម្ខាងទៀតមកយើងប្រែប្រហិតរបស់យើងឲ្យបានក្រៀមបន្តិចតាមអីដែលបងចង់បានណាបងចង់បានក្រៀមខ្លាំងក៏ដូចជារីស្ទើជាងនឹងបន្តិចអាចស្រង់ឡើងតាមនោះសម្រាប់ខ្ញុំវិញតែប៉ុណ្ណឹងបានទេបងហើយប្រហិតរបស់យើងធ្វើការបំពងវាពីរដងដើម្បីវាបានស្រួយខ្លាំងណាបងប្រហិតយើងស្រួយខាងក្រៅហើយរៀងទន់ខាងក្នុងបងនៅពេលដែលខ្ញុំបំពងភ្លាមហ្នឹងគឺវាស្រួយខ្លាំងមែនទែនបងហើយឡើងធំពេញផ្ទះហ្នឹងហ្មងប៉ុន្តែពេលហ្នឹងដោយសារតែខ្ញុំបំពងវាបានពីរដងហើយខ្ញុំមិនឡាយតែមកធ្វើទឹកជ្រលក់ប្រហិតរបស់យើងវារៀងស្ទើរស្រួយបងបើសិនជាបងធ្វើបងអាចធ្វើទឹកជ្រលក់មុនហើយមកបំពងប្រហិតក្រោយអាហ្នឹងយើងស្រួយជាងឥឡូវនេះដល់វគ្គយើងដាក់ប្រហិតឲ្យយើងបានត្រជាក់បន្តិចហើយយើងចាប់ផ្ដើមមកដាក់ខ្លាញ់ដើម្បីបំពងលើកទី2លើកទី2នេះហ៎បងគឺប្រហិតយើងឡើងធំខ្លាំងមែនទែនមកទៅនងញ៉ាំហ្មងបើសិនបងមានផ្ទះចេញតូចជាងខ្ញុំមកបងអាចបំពងម្ដង5ប្រហិតក៏បានដែរយើងបំពងចំនួន2ដងប៉ុន្តែផ្ទះរបស់ខ្ញុំចេញធំដែរអញ្ចឹងខ្ញុំដាក់ទាំងអស់10ប្រហិតហ្មងបងវាអត់ចិត្តទេវាចង្អៀតតែពេលវាឡើងប៉ោងខ្លាំងនេះគឺជាសភាពប្រហិតរបស់យើងនៅពេលដែលយើងបំពងលើកទី2ហើយគឺមានសភាពស្រួយខាងក្រៅហើយទន់ខាងក្នុងឥឡូវយើងមកចាប់ផ្ដើមធ្វើទឹកជ្រលក់ជាមួយប្រហិតរបស់យើងម្ដងជាដំបូងខ្ញុំចាប់ផ្ដើមដាក់ខ្ទឹមសខ្ទឹមក្រហមបំពងវាឲ្យឡើងក្រហមបន្តិចសិនក្រោយពីខ្ទឹមរបស់យើងរៀងក្រហមបន្តិចហើយបងអាចដេកខ្ទឹមនឹងយកទឹកលាងឲ្យសិនហើយផ្ទះដដែលនេះបងចាប់ផ្ដើមធ្វើទឹកជ្រលក់យើងបន្តការធ្វើទឹកជ្រលក់របស់យើងគឺដំបូងខ្ញុំដាក់ខ្ទឹមសក្នុងចំនួន2ស្លាបព្រាបាយប្រសិនបើបងចូលចិត្តផ្អែមបងអាចដាក់3ស្លាបព្រាបាយហើយខ្ញុំប្រើទឹកអំពិលទុំចំនួន3ស្លាបព្រាបាយហើយខ្ញុំបន្ថែមជាមួយនឹងទឹកម្ទេសប្រហែលជា3ស្លាបព្រាបាយបើបងមិនចូលចិត្តជូរទេអាចដាក់ត្រឹម2ស្លាបព្រាបាយបានហើយយើងដាក់ប្រេងខ្យងចំនួន1ស្លាបព្រាបាយហើយក្នុងនោះឯងខ្ញុំក៏បន្ថែមម្ទេសហើយខ្ញុំចាប់ផ្ដើមកូរល្បាយទាំងអស់ឲ្យចូលគ្នាបន្តិចហើយខ្ញុំក៏បន្ថែមជាមួយនឹងប៊ីចេងបន្តិចផងដែរបើសិនជាបងអត់ញ៉ាំប៊ីចេងទេបងមិនចាំបាច់ដាក់ក៏បានដែរបងខ្ញុំបន្ថែមជាមួយនឹងស្ករត្នោតមួយស្លាបព្រាកាហ្វេដែរក្រោយពីយើងរំងាស់ទឹកជ្រលក់របស់យើងរៀងខាំបន្តិចហើយបងអាចភ្លក់នៅទៅតាមចំណង់ចំណូលចិត្តរបស់បងបានបើសិនបើវារៀងជូរខ្លាំងឬក៏ស្ទើរផ្អែមបងអាចបន្ថែមស្ករត្នោតបានហើយខ្ញុំក៏បន្ថែមខ្ទឹមសខ្ទឹមក្រហមដែលខ្ញុំបានបំពងមុនហ្នឹងដើម្បីឲ្យទឹកជ្រលក់របស់យើងខាប់សម្រាប់រូបមន្តទឹកជ្រលក់មួយមុខនេះបងអាចសាកធ្វើញ៉ាំបានខ្ញុំធ្វើញ៉ាំហើយគឺមានរសជាតិឆ្ងាញ់ខាប់ល្អឆ្ងាញ់ជាងទឹកជ្រលក់យើងទិញគេបង
ងាកមកមើលប្រហិតរបស់យើងវិញពេលដែលខ្ញុំបំពងឲ្យដំបងវាឡើងស្រួយល្អតែដល់ពេលខ្ញុំទុកវាមួយសន្ទុះខ្ញុំបានញ៉ាំភ្លាមវាក៏ឡើងទន់វិញបងតែមិនជាបញ្ហាទេដោយសារទឹកជ្រលក់របស់យើងឆ្ងាញ់ដែរយើងញ៉ាំបានធម្មតាគ្រាន់តែវាអត់ស្រួយដូចគេបងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាយបាយ